ថ្ងៃនេះខ្ញុំសូមមកបង្ហាញជូនបងប្អូនអំពីរបៀបស្លប្រហើរទំពាំងបន្លែនាងខ្ញុំនៅថ្ងៃនេះមានទំពាំងមានននោងមានផ្សិតហើយនឹងខ្ជាយសំខាន់ជាងគេក្នុងការធ្វើសម្លប្រហើរដោយជាដំបូងយើងត្រូវតែចិតទំពាំងនឹងឲ្យស្ដើងដើម្បីនៅពេលដែលយើងស្លទៅវាឆាប់ចូលជាតិល្អបើសិនជាបងប្អូនមានរបៀបចិតនៅតាមផ្ទះរបស់បងប្អូនស្លរបៀបចិតផ្សេងពីនាងខ្ញុំក៏បងប្អូនអាចចិតតាមរបៀបរបស់បងប្អូនបាននៅពេលដែលយើងចិតរួចហើយយើងទុកវាដាច់ដោយឡែកសិនយើងបន្តមកចិតបន្លែផ្សេងទៀតដូចជាននោងហើយនិងផ្សិតសម្រាប់ននោងខ្ញុំចិតតាមរបៀបស្លផ្ទះរបស់នាងខ្ញុំបើសិនជាបងប្អូនមានរបៀបចិតស្លបែបផ្សេងទៀតក៏បងប្អូនចិតតាមរបៀបទៀតរបស់បងប្អូនបានហើយផ្សិតរបស់នាងខ្ញុំវារៀងវែងពេកអញ្ចឹងខ្ញុំក៏ចិតវាជា2ជា3ដើម្បីឲ្យយើងងាយស្រួលក្នុងការបរិភោគសម្រាប់ប្រហើរថ្ងៃនេះខ្ញុំមិនបានប្រើសាច់ត្រីទេគឺខ្ញុំប្រើសាច់ជ្រូកដោយសារតែទំពាំងរបស់នាងខ្ញុំជាទំពាំងនៅតាមផ្ទះចឹងវាអាចនឹងមានជាតិល្វីងទៅខ្ញុំយកមកដាក់ស្ងោរវា15នាទីមុននឹងខ្ញុំយកទៅស្លជំហានដំបូងក្នុងការស្លយើងត្រូវដាក់ដាំទឹកបង់ស្លឹកគ្រៃស្លឹកក្រូចហើយខ្ញុំក៏បានបុកខ្ទឹមជាមួយខ្ជាយដាក់ចូលដែរនៅពេលដែលទឹកពុះយើងក៏បង់សាច់ចូលដោយសារតែផ្ទះខ្ញុំថ្ងៃនេះមានសាច់ជ្រូកទឹកខ្ញុំស្លពីសាច់ជ្រូកពេលដែលទឹកពុះយើងយកទំពាំងដែលយើងបានស្ងោរវាសាបនឹងយកមកដាក់មុនគេដើម្បីឲ្យវាចូលជាតិមុនគេទៅសម្លយើងមានរសជាតិឆ្ងាញ់យើងអាចថែមស្ករប៊ីចេងអំបិលទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនសម្រាប់ទីខ្ញុំសម្លប្រហើរចូលចិត្តដាក់ពងទាខ្ញុំកូរវាឲ្យសព្វហើយក៏ខ្ញុំថែមខ្ជាយវាម្ដងទៀតដោយសារតែខ្ញុំចូលចិត្តក្លិនខ្ជាយឲ្យវាក្រអូបក្នុងសម្លខ្ញុំថែមប្រហុកហើយនឹងថែមបន្លែផ្សេងទៀតហើយយើងទុកឲ្យវាពុះម្ដងទៀតហើយក៏ភ្លក់មើលថាសម្លយើងឆ្អិនបន្លែអស់ហើយឬនៅបើសិនជាវាស្លោកហើយវាអាចចូលជាតិគ្នាបានសម្លយើងក៏អាចឆ្អិនហើយសូមអធិស្ឋានផងបងប្អូនដោយសារតែខ្ញុំរៀន voice over លើកដំបូងចឹងវាមានអារម្មណ៍ថាអត់សូវបានពិរោះដោយបងប្អូនដែលគាត់ធ្លាប់ voice over បានពិរោះទេថ្ងៃនេះសម្លប្រហើររបស់នាងខ្ញុំបានឆ្អិនហើយក៏បរិភោគហើយជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយ